តោះបាត់ដងពីចំណុចដែលអ្នកតគ្នាគួរធ្វើនិងមិនគួរធ្វើក៏ឡងពេលដែលអ្នកតគ្នាត្រៀមខ្លួននៅក្នុងការប្រឡងបាក់ឌុបអាចថាចិត្តបាក់ឌុបអញ្ចឹងទៅមានអូនមួយចំនួនទូចគាត់បាក់ទឹកចិត្តគាត់បោះបង់ចោលអត់ចង់ហ៊ានឬក៏អត់ដឹងថាគួរធ្វើចំណុចបែបណាដើម្បីត្រៀមខ្លួនមុនការប្រឡងមកដល់អញ្ចឹងអ្នកតគ្នាមើលវីដេអូនេះសិនបាទជួយ mention មកភ័ក្រយើងឲ្យឃើញវីដេអូនេះបានកាន់តែច្រើនកាន់តែល្អដោយសារតែវីដេអូនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់គាត់ធាមប្រឡងបាក់ឌុបមួយឆ្នាំហ្នឹងចំណុចដែលអ្នកតគ្នាគួរធ្វើមានដូចជាការតេស្តសមត្ថភាពខ្លួនឯងរៀននៅកន្លែងដែលមានផាសុខភាពកន្លែងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនមុននឹងធាមការប្រឡងមកដល់ហ្នឹងអ្នកតគ្នាគួរតែចេះអនុវត្តក៏ដូចជាធ្វើលំហាត់ផ្សេងៗទៅតងជាមួយនឹងការប្រឡងរបស់យើងផ្ទាល់ហ៊ាននៅកន្លែងដែលស្ងប់ស្ងាត់ទៅធ្វើឲ្យការប្រឡងរបស់អ្នកតគ្នាបានល្អជាងមុនហើយមួយវិញទៀតអ្នកតគ្នាគួរតែចេះមានការវិភាគនៅក្នុងការរៀនប្រចាំថ្ងៃទៅធ្វើឲ្យអ្នកតគ្នាដឹងថាមួយថ្ងៃអ្នកគ្នាគួរតែធ្វើអីខ្លះនិងមិនធ្វើអីខ្លះអញ្ចឹងទៅធ្វើអ្នកតគ្នាចេះបែងចែកពេលវេលាបានច្បាស់លាស់ក្នុងមួយថ្ងៃពេញហ្នឹងហើយមួយទៀតគឺត្រូវគេងឲ្យបានគ្រប់គ្រាន់ដូចគ្នាសម្រាប់ចំណុចដែលអ្នកតគ្នាគួរជៀសវាងវិញមានដូចជាចាំស្អែកចាំរៀនជាធម្មតាណាគេក៏ជួបបញ្ហានឹងដូចគ្នាដែរប៉ុន្តែអ្វីដែលគ្នាគួរតែធ្វើគឺត្រូវគិតថាចិត្តដល់ថ្ងៃប្រឡងហើយយើងអត់មានពេលសល់ច្រើនទៀតទេចំណុចមួយទៀតហ្នឹងគឺការអត់សូវរំលឹកមេរៀនហើយរំពឹងថាចង់ចេះមេរៀនហ្នឹងគឺអាចទៅរួចទេព្យាយាមក្នុងការរំលឹកមេរៀនជារៀងរាល់ថ្ងៃមួយទៀតគឺរៀននៅកន្លែងដែលអត់មានផាសុខភាពអញ្ចឹងអ្នកតគ្នាផ្ដោតអារម្មណ៍បានតិចខ្លាំងមែនតើហ៊ានតែមួយផ្លែគឺឈប់ចង់រៀនតែម្ដងហើយអ្វីដែលកាន់តែពិសេសមួយទៀតហ្នឹងគឺកុំរៀនដល់យប់ជ្រៅពេកសម្រាប់អូនៗដែលចង់ទិញសៀវភៅនៅក្នុងការស្វ័យសិក្សាបន្ថែមឲ្យចំណេញទៀតហ្នឹងគឺអ្នកតគ្នាអាចទិញពី page សាលា Team KX និង Smart Team KX បានហើយកុំភ្លេច mention ថាអ្នកតគ្នាទិញសៀវភៅហ្នឹងតាមរយៈខ្ញុំពួកគាត់នឹងឲ្យ discount អ្នកតគ្នា10%ភ្លាមៗសម្រាប់ការទិញសៀវភៅទាំងអស់តែម្ដងនៅពេលដែលខ្ញុំរៀនវិទ្យាល័យក៏ខ្ញុំអានទិញសៀវភៅពីខាង page របស់ពួកគាត់យកមកធ្វើដែរសៀវភៅរបស់គាត់មានកំណែមានចម្លើយបូករួមមេរៀននិងរូបមន្តនៅក្នុងហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលអ្នកតគ្នារៀនគឺធ្វើឲ្យការសិក្សារបស់យើងងាយស្រួលខ្លាំងមែនតើហើយអ្វីដែលកាន់តែពិសេសមួយទៀតនោះអ្នកតគ្នាក៏អាចរៀនតាមរយៈការ live នៅក្នុង Facebook page របស់ពួកគាត់បានដូចគ្នាដែរហើយនេះគឺសុទ្ធសឹងតែជា feedback ពីសិស្សដែលគាត់បានទិញសៀវភៅពីខាងលោកគ្រូ Smart Team KX និយាយពីថាទទួលបាននិទេសល្អមែនតើ